ពេលណាយើងឮពាក្យថាអរិយប្រទេសយើងឲ្យនិយមន័យថាម៉េចទាំងអស់គ្នាអរិយប្រទេសជឿនលឿនរុងរឿងរីកចម្រើនសណ្ដាប់ធ្នាប់មានបានអញ្ចឹងឧទាហរណ៍ណាអានឹងយើងថាអូស្រុកគេស៊ីវិល័យប៉ុន្តែអាត្មាចង់បកឲ្យលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាយល់អំពី concept civilized society ក្នុងពុទ្ធសាសនាវិញព្រះពុទ្ធអង្គប្រើពាក្យថាអរិយជនដ៏ប្រសើរឬក៏អរិយប្រទេសដ៏ប្រសើរព្រះអង្គឲ្យនិយមន័យទៅលើលក្ខខណ្ឌ10បើមនុស្សនៅក្នុងសង្គមហ្នឹងមានលក្ខណៈ10យ៉ាងសង្គមហ្នឹងคล้ายជាសង្គម civilized អរិយប្រទេសហើយឬក៏អរិយជនទី1តើមនុស្សក្នុងសង្គមហ្នឹងមានចេះគោរពគ្នាអត់មានកាប់សម្លាប់គ្នាអត់មានធ្វើបាបតាមឈ្នានីសអត់បើសង្គមហ្នឹងអត់ចេះកាប់សម្លាប់គ្នាទេចូលមួយហ្នឹងហើយអរិយប្រទេសបាណាតិបាតាវេរមណីប្រែមកវិញថាម៉េចវាចាពិការសម្លាប់ទី2ថាតើមនុស្សក្នុងសង្គមហ្នឹងគោរពសិទ្ធិកម្មសិទ្ធិឯកជនអត់ឧទាហរណ៍ថាមិនលួចមិនឆក់មិនប្លន់គេអត់បើថានៅលួចនៅឆក់នៅប្លន់ទេស្រុកហ្នឹងទោះជា develop ដល់ណាក៏ដោយក៏នៅតែមិនទាន់ជាអរិយប្រទេសដែរពីព្រោះមនុស្សក្នុងសង្គមហ្នឹងអត់ល្អនៅលួចគ្នាទី3មានតែផ្ដេសតែផ្ដាស់ដើរយកប្រពន្ធកូនគេទៅពីហេកាមេទេបើមានកាមេអត់ទាន់អរិយប្រទេសទេបើកាមេរក្សាបានចេះគោរពប្តីប្រពន្ធស្មោះត្រង់អានឹងអរិយប្រទេសហើយអរិយជនហើយទី3ដល់ទី4កាយកម្ម3វជ័យកម្ម4ក្នុងសង្គមនឹងមានបោកប្រាស់ឆក់ឬក៏អីគេកុហកបោកប្រាស់បាតដៃខ្នងដៃត្រឡប់ត្រឡិនទេអានឹងដូចថាយើងមើលសង្គមដែលរៀងល្អគ្រាន់បើដូចនៅជប៉ុនអីមែនទេបងនៅជប៉ុននេះជ្រុះរបស់របរអីមិនងាយបាត់ទេណាតែវាមានបាត់ដែរពួកខាងអ្នក immigrant ទៅអីអាចបាត់ដែរពួកអ្នក local គេរករឿងតែដល់ពេលអ្នក immigrant ទៅច្រើនទៅវាអញ្ញាញស្រុកទេសគេពួកស្រុកទេសគេដូចថាគេបង្រៀនប្រជាជនគេបានណាហ្នឹងអញ្ចឹងកុហករឿងកុហកមួយតើយើងបង្រៀនមនុស្សឲ្យស្មោះត្រង់បានអត់តែឥឡូវចូលទី5តើមនុស្សក្នុងសង្គមនឹងចេះប្រើពាក្យសម្ដីព្រោះភាសាអត់រហងៃនេះតើចេះជជែកគ្នានឹងភាសាក្នុងបេដកគេហៅភាសាអ្នកក្រុងទន់ភ្លន់ពីរោះពិសាប៉ុន្តែឥឡូវនេះអ្នកទៅជនបទចង់ពីរោះជាងអ្នកក្រុងអញ្ចឹងអាត្មាបារម្ភទាំងអស់គ្នាលោកគ្រូបងអេដាមរាល់ថ្ងៃយើងរៀនថ្នាក់ណាថ្នាក់នៃបរិញ្ញាឡើងហូរឡើងហៀចេញ Facebook បចោគ្នាយកបដ ாய் ហើយអាហ្នឹងមានន័យថាម៉េចវិញអាហ្នឹងហើយបើ comment វិញជេរសាហាវជាងអាចៈបជេរតាមផ្ទាល់ទៀតក៏មានដែរហើយអាហ្នឹងមានន័យថាផលិតផលដែលចេញពីសង្គមហ្នឹងនេះមានបញ្ហាបានមនុស្សនៅអញ្ចឹងចឹងណាចឹង civilized society ទីប្រហែលទីមិញទី5គឺអត់ចេះជេរបចោគ្នាដល់ទី6មានញុះញង់ឲ្យឆ្លោះគ្នាឲ្យស្អប់គ្នាអត់ហ្នឹងហើយបើមានន័យថាមានបញ្ហាហើយមិនទាន់ civilized ទេតើមនុស្សហ្នឹងអើយកុំឆ្លោះគ្នាប៉ុណ្ណឹងអូមកចូលគ្នាទៅអត់ឲ្យឲ្យគ្នាទៅចឹងណាបើមនុស្សណាដែលយើងផលិតមនុស្សទៅចេញមនុស្សអញ្ចឹងណាអាហ្នឹងមានន័យថាយើងជោគជ័យហើយដល់ទី7អញជែកចចាចអត់ប្រយោជន៍អ្នកខ្លះនិយាយតប៉ែយកបដ ாய் បើអ្នកចូលចិត្តនិយាយអត់ធ្វើអាហ្នឹងក៏មានបញ្ហាដែរអញ្ចឹងរអ្នកណានិយាយផងធ្វើផងហើយនិយាយសាច់ការទី7ដើម្បីទៀតមโนកម្ម3ទី1មានគិតចង់បានទ្រព្យ
lùi trong ban bọc kê để áp phải chia bởi tham nơi trong ban là bọc kê miền này thầy ọt toàn cướp ọt toàn xì về lại về dường nâng á bởi thà cứ thật đấy là bọc mền bọc nhau mê ôi rôm chá chẳng á anh nâng là ỏi dường ọp rùm mà nút ban là ỏi ti bùm buôn miền chất cùng núm ọt cùng son sắcจะนำมุกหายจะเมื่อหายเบอร์นาเมียนกับนิดนึงอ่ะอัดตอนไงผลิตภัณฑ์มันดูยังอัดตอนละออยอันนั้นคือให้พี่ปาเตะนะไงให้นั่งตีดับสมาร์ทเทยูลตรยูลทับเบอร์ขยมปรังเถื่อล้อขยมบ้านพอลล้อบานเนี้ยเถื่อกระไงนามุ้ยนั่งตัดตัวพอลกระยูลชบ้าจังมองจังอัดดาวเพลกัดเลยมันดูนั่งเถื่อanh ăn hiền thừa khỏi bị phù ngày một ngày khỏi ông pư ở cọ nâng viên nâng rốt mà rô bị nào vĩnh mà rô khuôn ai vĩnh miền sầm mát thế kiêng khuôn ai ở đào phơi trời mỏng chẳng hạn nói tao ăn đấy á ăn một tuần đi